ប្រតិភូខាតប្រស័យហនុចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគបរិភោគនិងថវិកាជូនតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យនិងកងពលតូចអន្តរាគមន៍លេខ4ទិសឧត្តរមានជ័យព្រឹកថ្ងៃសៅរ៍ទី21ខែមិថុនាឆ្នាំ2025ឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តប្រស័យហនុបានដឹកនាំគណៈប្រតិភូខេត្តប្រស័យហនុក្នុងនោះក៏មានវត្តមានឯកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណិតអគ្គនាយកនៃអគ្គនាយកដ្ឋានចារកម្មក្រសួងការពារជាតិអញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខនីតិហ៊ានរងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ4និងតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យដែលកំពុងបំពេញបេសកកម្មនៅតាមខ្សែបន្ទាត់ព្រំដែនទិសឧត្តរមានជ័យឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តប្រស័យហនុបានថ្លែងអំណរគុណនីតិហ៊ានរងនិងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ4កំពុងបំពេញបេសកកម្មនៅតាមខ្សែបន្ទាត់ព្រំដែនទិសឧត្តរមានជ័យក៏ដូចជាកងទ័ពជួរមុខទាំងអស់ដែលកំពុងតែឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងអង់អាចក្លាហានហ៊ានធ្វើពលកម្មគ្រប់បែបយ៉ាងទាំងកម្លាំងកាយចិត្តនិងអាយុជីវិតដើម្បីការពារបូរណភាពទឹកដីជាតិមាតុភូមិអង្គរដ៏បវរនៃយើងនិងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងថៃដោយគោរពតាមច្បាប់អន្តរជាតិនិងយុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់និងសូមគាំទ្រប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាដែលបានប្រកាសគាំទ្ររាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់កម្ពុជាអាដាមបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការរងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ4ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចព្យាយាមជំនះឧបសគ្គតូចធំប្រកៀកស្មារគ្នាយ៉ាងរឹងមាំរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងនិងបានសហការយ៉ាងល្អប្រសើរជាមួយនឹងភាគីពាក់ព័ន្ធក្នុងបុព្វហេតុការពារសន្តិភាពអធិបតេយ្យភាពបូរណភាពទឹកដីឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់បញ្ហាប្រឈមព្រមទាំងធានាបានថាព្រះរាជាណាចក្រកម្ពុជានៅតែស្ថិតក្នុងដំណើរអភិវឌ្ឍទៅកាន់សេចក្តីសុខចម្រើនគ្រប់ទិសទីនិងគ្រប់សហគមន៍ស្ថិតក្នុងបរិយាកាសនេះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចេញនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនៅវិធានការជាយុទ្ធសាស្ត្រនានាដែលធានាឲ្យព្រះរាជាណាចក្រកម្ពុជានៅតែរក្សាបាននូវសុខសន្តិភាពអធិបតេយ្យភាពបូរណភាពទឹកដីស្ថិរភាពនយោបាយនិងសុវត្ថិភាពសង្គមព្រមជាមួយនឹងការបន្តអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យឯកឧត្តមបានបញ្ជាក់ថាការការពារសន្តិភាពជាកាតព្វកិច្ចដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបរួបរวมគ្នាសាមគ្គីឯកភាពជាធ្លុងមួយការពារទោះក្នុងតម្លៃណាក៏ដោយផ្សារភ្ជាប់នឹងការការពារដែនដីដូចជាដួងព្រលឹងរបស់យើងដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាននៃអត្តសញ្ញាណជាតិវប្បធម៌ប្រពៃណីជាតិភាពអង់អាចរបស់យុទ្ធជនយុទ្ធនារីដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែននេះមិនមែនគ្រាន់តែជាយោធាប៉ុណ្ណោះទេតែជានិមិត្តរូបនៃឯកភាពជាតិសេចក្តីថ្លៃថ្នូរនិងការបដិញ្ញាចិត្តរបស់ប្រជាពលរដ្ឋស្នេហាជាតិនៅទូទាំងប្រទេសនិងជាខែលការពារជាតិមាតុភូមិការពារព្រលឹងជាតិខ្មែរជាខែលការពារសន្តិភាពសន្តិសុខនិងសេចក្តីសុខសាន្តរបស់ប្រទេសជាតិកម្ពុជាជាប្រជាជាតិមួយដែលស្រឡាញ់សន្តិភាពចង់រួមរស់ដោយសន្តិសហវិជ្ជមាននិងពង្រីកកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយបណ្ដាប្រទេសទាំងអស់នៅក្នុងពិភពលោកការគោរពគ្នានិងការពារផលប្រយោជន៍ទៅវិញទៅមកកម្ពុជាយល់ច្បាស់អំពីគុណតម្លៃនៃសន្តិភាពកម្ពុជានឹងបន្តស្វែងរកដំណោះស្រាយទំនាស់ដោយសន្តិវិធីដោយឈលលើមូលដ្ឋានរដ្ឋធម្មនុញ្ញជាតិច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិទន្ទឹមនឹងនេះសូមថ្លែងអំណរគុណអាដាមហ៊ុនម៉ាណិតអគ្គនាយកនៃអគ្គនាយកដ្ឋានចារកិច្ចក្រសួងការពារជាតិដែលបានអញ្ជើញចូលរួមសំណេះសំណាលជាមួយនឹងនីតិហ៊ានរងពលទាហានប្រចាំទិសឧត្តរមានជ័យតាំងនាមឲ្យរដ្ឋបាលខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋសូមជូនពរជ័យសិរីសួស្តីជូនចំពោះបងប្អូនកងទ័ពទាំងអស់មានសុខភាពល្អកាយសម្បទាមាំមួនក្នុងកិច្ចការពារជាតិមាតុភូមិនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃនៅទិសឧត្តរមានជ័យសូមជម្រាបថាគ្រឿងឧបភោគបរិភោគនិងថវិកាគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ4មានដូចជាអង្គរ15តោនមី280កេសទឹកបរិសុទ្ធ350កេសត្រីចំហុយ1500គីឡូបង្គាស្រស់35គីឡូមឹកស្រស់50គីឡូសាច់ក្រក200គីឡូត្រីងៀត220គីឡូផ្អក70គីឡូប្រហុក70គីឡូទឹកត្រី140យួរទឹកស៊ីអ៊ីវ140យួរនំប៉័ងបាក់យ៉ុង700ដើមនំប៉័ងសាប700ដើមទឹកដោះគោ7កេសឱសថ16មុខនិងថវិកា80លានរៀល
ឧបត្ថម្ភជូនតំបន់ប្រតិបត្តិការសឹករងឧត្តមមានជ័យអង្គរ5តោនមី120កេសទឹកបរិសុទ្ធ150កេសត្រីចំហុយ600គីឡូបង្គាស្រស់15គីឡូសាច់ក្រក100គីឡូត្រីងៀត100គីឡូផ្អក30គីឡូប្រហុក30គីឡូទឹកត្រី60យួរទឹកស៊ីអ៊ីវ60យួរនំប៉័ងបាក់យ៉ុង300ដើមនំប៉័ងសាប300ដើមទឹកដោះគោ3កេសនិងថវិកា40លានរៀលឧបត្ថម្ភជូនវរៈលេខ21ចំនួន$10000និងឧបត្ថម្ភសាងសង់លំនៅឋាន$10000